ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះឈូកខ្ញុំដែលថ្ងៃមុនខ្ញុំបានប្រាប់ថាវាចិត្តកើតកូនហ្នឹងឥឡូវវាចិត្តកើតតែពុកម៉ែបងប្អូនខ្ញុំកំពុងចាប់ផ្ដើមដាក់ច្បើងដើម្បីគ្របពីលើកាមហ្នឹងដើម្បីឲ្យវាកាច់ស្បុកពុកម៉ែបងប្អូនពេលវាកាច់ស្បុកទៅវាចាប់ផ្ដើមកើតអញ្ចឹងពុកម៉ែបងប្អូនយើងដាក់ច្បើងហ្នឹងទៅដើម្បីកុំឲ្យវាប្រឡាក់ដីប្រឡាក់កាមនិង snow pot ដែលខ្ញុំឲ្យវានៅរាល់ថ្ងៃហ្នឹងពុកម៉ែបងប្អូនអញ្ចឹងហើយខ្ញុំរៀបបែបហ្នឹងទៅដើម្បីឲ្យកើតពេលវាកើតកូនមកស្រួលដាក់វាកុំឲ្យប្រឡាក់គឺរៀបបែបហ្នឹងឈូកយើងដែលចិញ្ចឹមលើកាមពុកម៉ែបងប្អូនហើយខ្ញុំចាប់ផ្ដើមនឹងឯពោះវាបដាក្នុងអំឡុងពេល3ថ្ងៃពុកម៉ែបងប្អូនឈូកខ្ញុំនឹងខ្ញុំរាប់ថ្ងៃមើលទៅវាម្ដងពេល3ថ្ងៃហ្នឹងវានឹងត្រៀមកើតអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងយើងត្រូវត្រៀមវាហើយទី1ត្រៀមថ្នាំសកូវសម្រាប់ចាក់វាពេលវាកើតហើយអានឹងថ្នាំចាក់បំបត្តិឈឺស្បូនប៉ារ៉ាក្តៅខ្លួនបាត់ក្តៅខ្លួនអញ្ចឹងពុកម៉ែបងប្អូនហើយនឹងទី2ត្រៀមអង្កុលខ្លាញ់និងកណាត់ដើម្បីត្រៀមបង្កើតវាអញ្ចឹងពុកម៉ែបងប្អូនហើយនឹងទី3ត្រៀមទឹកដោះគោសម្រាប់កូនវាកើតមកពេលដែលដូចថាវាច្រើនអញ្ចឹងពុកម៉ែបងប្អូនបើសិនជាលើសពី15ហើយយើងត្រូវត្រៀមទឹកដោះគោឲ្យវាហើយបើមិនចឹងទេវាអត់មានទឹកដោះឲ្យកូនបើទេជ្រូកហ្នឹងពុកម៉ែបងប្អូនអញ្ចឹងយើងត្រូវត្រៀមរួចជាស្រេចឲ្យហើយដើម្បីកុំឲ្យយើងមានផលពិបាកទៅថ្ងៃក្រោយព្រោះខ្ញុំធ្លាប់ឆ្លងកាត់ហើយពុកម៉ែបងប្អូនអើយអញ្ចឹងហើយទើបខ្ញុំត្រៀមឲ្យរួចជាស្រេចសម្រាប់ជ្រូកកើតវគ្គ2នេះពុកម៉ែបងប្អូននេះជាមេនេះវាកើតលើកទី2ពុកម៉ែបងប្អូនវគ្គមុនវាកើតបាន14យើងអត់ចាំបាច់ដាក់ទឹកដោះគោឲ្យវាបើទេព្រោះវាគ្រប់ដោះសម្រាប់ឲ្យកូនបើអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងហើយបើសិនជាវាកើតលើសហ្នឹងយើងត្រូវត្រៀមទឹកដោះគោឲ្យហើយឲ្យស្រេចកុំឲ្យមានផលវិបាកទៅថ្ងៃក្រោយពេលខ្លះមេវាឈឺស្បូនឈឺអីចឹងទៅឡើងទៅជាក្តៅខ្លួនក៏កើតទៅជាឈឺស្បូនទៅជាលែងមានទឹកដោះឲ្យកូនបើអញ្ចឹងយើងត្រូវត្រៀមទឹកដោះគោឲ្យកូនឲ្យហើយអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណសូមជម្រាបលា